បន្លែកំសាន្តដែលល្អនៅទឹកដីខេត្តកោះកុងដែលភ្ញៀវភាគច្រើនចូលចិត្តទៅកំសាន្តនៅថ្ងៃសម្រាប់ដើម្បីអបអរសាទរពិធីចម្រើនព្រះជន្មនៃសម្ដេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាជាងខ្ញុំបានជួបជុំគ្នាដើម្បីធ្វើដំណើរកំសាន្តទៅកាន់ខេត្តកោះកុងនៅក្នុងឱកាសកំសាន្តនោះផងដែរយើងក៏បានទៅទស្សនានរមណីយដ្ឋានបែបធម្មជាតិយើងក៏បានទៅកន្លែងកំសាន្តជាច្រើនក្នុងនោះក៏មានទៅដល់ខាងចៃដីរបស់ខុនឆាងខុនផែននិងជិះទូកបាទតាមសមុទ្រមើលព្រៃកោងកាងនិងតំបន់ផ្សេងៗជាច្រើនទៀតឥឡូវនេះចូលទៅមើលកន្លែងខុនឆាងខុនផែននៅកោះកុងហើយចៃដីខុនឆាងខុនផែននេះគឺស្ថិតនៅក្នុងកណ្ដាលសមុទ្រត្មងដោយគេធ្វើផ្លូវសម្រាប់យើងដើរឆ្លងទៅបាទឃើញថាអមជុំវិញសិតទឹកសមុទ្រហើយមើលទៅស្អាតមែនទែនបែបធម្មជាតិអញ្ចឹងទិដ្ឋភាពបែបនេះបើតាមខ្ញុំដើរគឺស្រុកខ្មែរអត់ដែលមានទេចៃដីនៅក្នុងអញ្ចឹងបាទគឺមានតែមួយទេថតមើលឲ្យស្អាតដូចស្រ័យសក្កណាទេសភាពស្អាតមែនទែននៅកណ្ដាលសមុទ្រហើយចៃដីនេះផងដែរក៏មាននៅក្នុងព្រេងនិទានខ្មែរយើងពីបុរាណកាលមកបាទជាប្រវត្តិសាស្ត្រផងដែរប៉ុន្តែយើងសូមមិននិយាយតាក់ទងទៅនឹងប្រវត្តិសាស្ត្រនេះទេគ្រាន់តែបង្ហាញបងប្អូនឲ្យដឹងពីទីតាំងនៃចៃដីខុនឆាងខុនផែនថាតើមានលក្ខណៈពិសេសនិងប្លែកពីកន្លែងដទៃយ៉ាងណាបាទមុនមិញយើងបានទៅទស្សនាទៅដល់ចៃដីខុនឆាងខុនផែនឥឡូវនេះយើងបានត្រឡប់មកវិញហើយទៅកន្លែងសមុទ្របាទឥឡូវនេះនៅតាមមាត់សមុទ្រពេលល្ងាចតកងស្វាយទេសភាពស្អាតមែនទែនខ្យល់សមុទ្របក់មកឡើងត្រសៀកបាទហើយជាពិសេសមានសំឡេងនៃទឹកសមុទ្ររលកសមុទ្រក្រំក្រែងពីរសស្ដាប់ណាស់បាទហើយធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយស្រួលដកដង្ហើមហើយនៅកន្លែងនេះគឺរាត្រីនេះនឹងមានកម្មវិធីសប្បាយជុំគ្នានៅកន្លែងនេះតែហ្មងបាទអញ្ចឹងនៅកន្លែងនេះគឺកន្លែងជប់លៀងធំសម្រាប់ដំណើរកម្សាន្តរបស់យើងនៅក្នុងការធ្វើដំណើរទៅខាងកោះកុងនេះបាទហើយបន្ទាប់ពីនេះទៀតគឺមានដំណើរកម្សាន្តច្រើនទៅកន្លែងសមុទ្រជិះទូកមើលព្រៃកោងកាងមានច្រើនទៀតបាទដូច្នេះសូមបងប្អូនទស្សនាបន្តហើយឥឡូវនេះសូមបង្ហាញនៅទិដ្ឋភាពរួមដើម្បីបងប្អូនបានទស្សនានិងបានដឹងថាអូកន្លែងនេះសប្បាយហើយចង់មកលេងបាទសូមអញ្ជើញមកលេងមកសប្បាយមែនតើបាទសូរ៉ាមេរ៉ាយ៉ាឲ្យដូរចាំអ្នកភ័ក្រជីតុងថតឲ្យបងប្អូនកូនដេកអស់ហើយហើយនឹងកូនគង់គេងចាក់យើងហើយហើយឡើងយើងស្វ័យមនុស្សសាឯស្រស់សំឡងពីស្ដីកូនដូស្រែស្ទងតែកូនមានប្តីហើយពីសយរកពុនគេបាទឥឡូវនេះយើងដល់ពេលយប់ជ្រៅហើយអញ្ចឹងម្នាក់យើង
អស់ងុយឥឡូវនេះយើងធ្វើដំណើរបន្តត្រឡប់ទៅកន្លែងសម្រាប់វិញតែនៅក្នុងរថយន្តនេះក៏មានការលេងសប្បាយបាទច្រៀងរាំតាមចង្វាក់ភ្លេងសប្បាយបាទរហូតដល់កន្លែងយើងគេងបើស្អីឡើងកោគេញ៉ាំទៅគ្នានៅបងគូបាយគូតាខ្ញុំអូសិបងណាបងតាកោគ្នានៅជួយមើលគ្នានេះដែលពេលមុនមកជួយប្រាប់ផងណាយ៉ា Hello bạn ơi anh nói cắt cái như tung dân mồmចេញដំណើរទៅថ្ងៃទី2បាទឥឡូវនេះដល់ព្រឹកបន្ទាប់ហើយបាទពេលព្រឹកឡើងជាងរៀបចំខ្លួនឡើងឡានបាទឡើងឡានទៅកន្លែងទទួលទានអាហារពេលព្រឹកអរគុណមួយដំណើរកម្សាន្តបន្តទៀតបាទនៅក្នុងថ្ងៃនេះក៏ពិសេសផងដែរយើងនឹងទៅដល់កន្លែងសមុទ្រជីកទូកមើលព្រៃកោងកាងបាទទៅណាអញ្ចឹងធានាថាទេសភាពនៅក្នុងថ្ងៃនេះយើងបានទស្សនានេះគឺនឹងពិសេសប្លែកបាទខុសពីម្សិលមិញបាទអញ្ចឹងអានេះកាន់តែប្លែកបន្ថែមទៀតដល់កន្លែងចុះទៅហូបអីឃើញទីបើមិនអោនងើបអត់ទៅនេះសុបាយមើលបាទមើលមុខម្នាក់បាទយប់មិញហ្នឹងយើងចូលដំណេកចូលគេងយប់ជ្រៅផងហើយអ្នកខ្លះក៏យើងស្រវឹងផងដែរបាទជាធម្មតាទេការជួបជុំយូរម្ដងតែងតែមានដែរបាទការសប្បាយរំច្រៀងលេងបែបការជួបជុំលក្ខណៈគ្រួសាររកភូមិមួយអត់ទេมาเลื่อน dạ ơi chiết rồi chiết mà chiết này đây dựng nâng đây nèបាទឥឡូវនេះយើងបានមកដល់កន្លែងមួយទៀតហើយកន្លែងនេះគឺជាកន្លែងដែលយើងចូលមើលព្រៃកោងកាងបាទអញ្ចឹងតិចទៀតបងប្អូននឹងបានឃើញទេសភាពប្លែកនៅក្នុងនោះមកទៅឲ្យនេះឈុតព្រៃកាងកោង3នាក់អញចូលហ្នឹងព្រៃកាងកោងបែបព្រៃកោងកាងព្រៃកាងកោងនេះដល់កន្លែងព្រៃកាងកោងហើយបាទបងនេះគាត់និយាយថាព្រៃកាងកោងទៅគាត់ទៅrồi ta cho nó con to dương đà tới từ đo cái lại mùi tiết nó cái lại lụi van và lấy cái dương của này cái lại lụi van ôi lỗi nha vậy tiền chưa con này tiền chưa
យកតាមហ្នឹង មែនចុះហើយ មានពុំមានពុំទៀតយើងជីទូលេខតាមគុំគ្នា ទុកយើងទុកយើងបាទ ទូលេខបាទ មិនដាច់ញ៉ៃអត់ទេ ចឹងដូច ទុកស្រាlạiបងចូល បាទហើយថ្ងៃនេះក៏ជាពេលវេលាដ៏ពិសេសមួយផងដែរដោយយើងបានដើរលេងជិះទូកលេងយ៉ាងសប្បាយហើយមកដល់សមុទ្រហើយកុំឲ្យខកបំណងបាទយើងនាំគ្នាញ៉ាំអាហារសមុទ្របាទមានបកងមានអីជាដើមបាទគឺគ្រឿងសមុទ្រច្រើនបាទông bay nữa ngang gì បាទហើយនេះក៏ជាកន្លែងដ៏ពិសេសផងដែរបាទជិះទូកមកលេងអញ្ចឹងវាជាអារម្មណ៍មួយប្លែកអូដៃឈើ បើទោះជាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំហើយក៏ដោយក៏ប៉ុន្តែអនុស្សាវរីយ៍នៃដំណើរកម្សាន្តយើងនៅតែដក់ជាប់នៅក្នុងចិត្តរបស់យើងទាំងអស់គ្នាជានិច្ចនៅពេលដែលយើងមើលម្ដងទៀតមានអារម្មណ៍រីករាយនិងនឹករលឹកទៅដល់ការជួបជុំយ៉ាងរីករាយទាំងអស់គ្នាសម្រាប់បងប្អូនដែលចូលចិត្តដំណើរកម្សាន្តចង់ដឹងថាកន្លែងណាកម្សាន្តសប្បាយរកទីកន្លែងទៅកម្សាន្តសូមទស្សនានៅវីដេអូបន្ទាប់ជាមួយយើងខ្ញុំទាំងអស់គ្នាឯងទៅគេមកយកតាអាហងមួយ